នេះគឺជាកិច្ចប្រមូលផ្គុំជួយឲ្យកូនចៅជួបជុំណាហើយនេះកូនសិស្សម្នាក់នេះលោកគ្រូជួយណាព្រោះមានស្នេហាដៃគូច្រើនណាបុកលុយគ្រូយកថែមរហូតណាហើយនេះក៏មិនមែនជាគូទី1មិនមែនគូទី2ដែរហើយក៏មិនដែរបរាជ័យដែរហើយជោគជ័យរហូតណាហើយមិនដឹងជាគេនឹងខ្វៀលយ៉ាងម៉េចទេនោះគឺជាបច្ចេកទេសរបស់សិស្សខ្លួនឯងណាមានកម្លាំងមានលុយមានចៃណាហើយមិនមែនជាបុកស្ត្រីទេគឺជាបរោះស្រឡាញ់បរោះហើយនេះគឺជាអត្ថនដែលលោកគ្រូនឹងធ្វើសែបមុនហើយនោះក្លាប់ក្បួនអាគមរបស់គាត់ហើយនេះយួរនេះប្រុសហើយស្រឡាញ់ប្រុសហ្នឹងហើយណារូបសិតផ្លោកចំទាំងអស់ហើយរូបស្បូវនោះក៏ជារូបដែលឃើញមានមុខតិចសទ្ធាចេញមុខមកហើយហ្នឹងណាហើយនេះគឺជារូបបរោះស្រឡាញ់បរោះណាហើយលើកនេះក៏សង្ឃឹមជោគជ័យខ្លាំងដែរណាព្រោះទៀនធំណាសូត្រមិនក៏វាមិនអស់ដែរហើយយើងអភិសេកសិទ្ធិផ្គុំរូបថតហើយយើងនឹងផ្គុំរូបក្រមួនហើយនឹងផ្គុំរូបរូបក្រមួនហើយនឹងក្រមួនស្នេហ៍ហើយកាលណារូបចំបើងនោះរូបស្បូវនោះគឺយើងត្រូវចងដោយកញ្ចៅអត់មានចងដោយអំបោះទេដើម្បីយើងរៀបទុកតងខាប់ហៅផ្ដាច់ព្រាត់ត្រូវត្រមកបើមិនមកទេគឺអត់បានទេបើមិនទុនចិត្តបើមិនអាណិតបើមិនស្រឡាញ់បើមិនមកជួបបើមិនបានបឿកទេច្បាស់ជាមិនសុខទេណាដូចនៅក្នុងឡណាឯកាក្តៅក្រហាយស្អុះស្អាប់ហ្នឹងណាអាឋានដែលយើងធ្វើនេះគឺប្រើអំណាចភ្លើងណានេះអំណាចដីណាហើយអំណាចទឹកនៅនោះអំណាចទឹកដីភ្លើងឈើណាទឹកដីភ្លើងឈើណាទឹកដីភ្លើងឈើដល់ពេលខ្យល់គឺគ្រូសោតនឹងឯងទឹកដីភ្លើងណាទឹកដីភ្លើងខ្យល់ឈើណាទឹកដីភ្លើងខ្យល់ឈើហើយនឹងចឹងហើយគ្រូគ្រប់ធាតុទាំងនេះគឺមិនធម្មតាទេធ្វើទៅតាមពេលវេលាកំណត់មិនមែនចេះតែបង្ខំទេហើយកិច្ចទាំងអស់នេះណានេះគឺជាការដែលយើងសូត្រហើយយើងបានសង្កត់អាគមហើយយើងអាចសម្រាកផឹកតែផឹកអីមួយបន្តិចយើងនឹងចាប់ផ្ដើមបន្តទៀតប្រហែលជា30នាទីទៀតណានឹងហើយនេះជាការបង្ហាញកិច្ចដល់ខុសខឺកិច្ចដល់មិនស្រួលកិច្ចដែលក្តៅក្រហាយកិច្ចដែលនៅមិនបានទ្រាំបានណាហើយកូនចៅមិនចេះល្អូទេណាឲ្យតែគ្រូចង់ថាជួយណាតម្លាក់ព្រុសដែលណាតែមួយរយៈនេះគ្រូអវល់ហើយមួយទៀតរាសីគាត់រាសីខាងប្រុសខាងទៀតនោះខ្លាំងប្រុសឲ្យទាំងពីរហ្នឹងណាចឹងហើយណាជោគជ័យណាត្រៀមទៅណាទិញប្រេងឆាទុកឲ្យហើយទៅណាបានអញ្ចឹងសុខច្រើនស្ដាប់ឮវិសោចងាប់អាហ្នឹងកូនសិស្សរាប់សិបឆ្នាំ